ខ្ញុំខាតលុយអស់2ឆ្នាំដោយសារតែរឿងមួយនេះបើសិនចង់ដឹងថារឿងអីបងប្អូនកុំភ្លេចតាមដានវីដេអូនេះពីដើមដល់ចប់ទាំងអស់គ្នាខ្ញុំចំណាយពេលជាច្រើនឆ្នាំដើម្បីរក strategy មួយដែលល្អបំផុតសម្រាប់ខ្ញុំហើយវាល្អឥតខ្ចោះទៀតផងខ្ញុំព្យាយាមផ្លាស់ប្ដូរប្រើ indicator ថ្មីៗជារៀងរាល់សប្តាហ៍ហើយព្យាយាមបដូរ strategy ថ្មីៗរៀន concept ថ្មីៗជារៀងរាល់ខែព្រមទាំងមើលវីដេអូ trading ថ្មីៗជាច្រើននៅក្នុងបណ្ដាញសង្គមប៉ុន្តែលទ្ធផលដែលទទួលបានគឺនៅដដែលគណនីរបស់ខ្ញុំក៏តែងតែបន្តដាច់ហើយការ trade របស់ខ្ញុំគឺនៅតែបរាជ័យដដែលប៉ុន្តែដោយសារតែខ្ញុំយល់ចំណុចមួយនេះហើយទើបធ្វើឲ្យការ trade របស់ខ្ញុំប្រសើរជាងមុនហើយកែប្រែនៅកំហុសទាំងឡាយដែលកើតឡើងពីមុនមកបញ្ហាមិនមែន strategy ឬក៏ concept មួយណាមិនល្អនោះទេប៉ុន្តែបញ្ហាមកពីខ្ញុំខ្លួនឯងដែលមិនចំណាយពេល testing ទៅលើ strategy ដែលខ្លួនឯងរើសហើយមិនចំណាយពេល testing ទៅលើ concept ដែលខ្លួនឯងរៀនខ្ញុំមិនចំណាយពេលយូរគ្រប់គ្រាន់ដើម្បីរៀនវានៅពេលដែលចូល trade ភ្លាមៗគឺមិនព្យាយាមរៀនសូត្រពីវាទេហើយក៏មិនព្យាយាម testing ពីវាដែរប៉ុន្តែចង់បានលទ្ធផលភ្លាមៗចង់បាន profit ភ្លាមៗនេះជាមូលហេតុដែលខ្ញុំបរាជ័យនៅក្នុងវិស័យនេះរយៈពេល2ឆ្នាំបន្ទាប់ពីខ្ញុំយល់ចំណុចមួយនេះហើយបានជាខ្ញុំឈប់ស្វែងរក concept ណាដែលល្អឈប់ស្វែងរក strategy ណាដែលល្អឥតខ្ចោះទៀតហើយប៉ុន្តែខ្ញុំព្យាយាមជ្រើសរើសយក concept មួយដែលស្របទៅនឹងទិសដៅរបស់ខ្ញុំហើយព្យាយាម trade និងកត់ត្រាកែលម្អរកកំហុសខុសឆ្គងទាំងឡាយដែលតែងតែកើតឡើងហើយព្យាយាម back testing វាពីមួយថ្ងៃទៅមួយថ្ងៃចុងក្រោយខ្ញុំក៏ទទួលបានលទ្ធផលមួយជាទីគប់ចិត្តហើយនេះគឺជាចំណុចមួយដែលបងប្អូនអាចយកទៅអនុវត្តផ្ទាល់លើការ trading របស់បងប្អូនបានដូចគ្នាផងដែរ trading មិនមែនការជ្រើសរើស concept ដែលល្អឥតខ្ចោះនោះទេប៉ុន្តែ trading គឺទាមទារវិន័យខ្ពស់សម្រាប់បងប្អូនទាំងអស់គ្នាបើទោះបីជាបងប្អូនចេះ concept ដែលល្អឥតខ្ចោះហើយក៏ដោយបើសិនជាបងប្អូនមិនមាន discipline ការ trading របស់បងប្អូនគឺនៅតែបន្តការខាតបង់ពីមួយថ្ងៃទៅមួយថ្ងៃហើយសម្រាប់បងប្អូនដែលចូលនៅក្នុងវិស័យ trading ថ្មីៗឬក៏ចូលនៅក្នុងវិស័យ trading យូរហើយមិនទទួលបាន profit នៅថ្ងៃទី20ខាងមុខនេះក្រុមហ៊ុន GFG នឹងមានសិក្ខាសាលាមួយដែលតាក់ទងជាមួយនឹងការ trading បងប្អូនអាចចូលរួមបានដោយ free តាមរយៈខ្ញុំបានហើយចូលរួមដើម្បីបានចំណេះដឹងថ្មីៗនៅក្នុងការ trading និងយុទ្ធសាស្ត្រថ្មីៗនៅក្នុងការ trading ពីវាគ្មិនដែលមានបទពិសោធន៍ចាស់ភាសាហើយបើចង់បានព័ត៌មានថ្មីចង់បានចំណេះដឹងថ្មីឬក៏ចង់ជជែកលេងពីការ trading បងប្អូនអាចចូលទៅកាន់ channel Telegram ដែលខ្ញុំ pin link នៅលើ profile TikTok និង profile Facebook បានជួបគ្នានៅក្នុងវីដេអូក្រោយ